សូមជូនរឿងនិទានឆ្មានិងមនុស្សយន្តទៅភ្នំតកោនៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយដែលស្ថិតនៅចន្លោះព្រៃនិងដងទន្លេមានឆ្មាពណ៌សមួយក្បាលឈ្មោះលូណាបានស្រមៃចង់ឃើញព្រិលនៅក្នុងផ្ទះក្បែរនោះមានមនុស្សយន្តចិត្តល្អម្នាក់ឈ្មោះភីកូដែលកំពុងជួសជុលម៉ាស៊ីនចាស់ៗនិងបន្លឺសំឡេងភ្លេងហឹមៗយ៉ាងរីករាយនៅព្រឹកដ៏ត្រជាក់មួយលូណាបានដើរចូលមកជាមួយនឹងគំនិតមួយគឺការធ្វើដំណើរទៅកាន់ភ្នំតកោក្នុងរឿងព្រេងនិទានភីកូស្តាក់ស្ទើរប៉ុន្តែភាពរីករាយរបស់លូណាបានធ្វើឲ្យរលាយអស់នូវគ្រឿងម៉ាស៊ីនក្នុងខ្លួនរបស់គេក៏ងក់ក្បាលយល់ព្រមការផ្សងព្រេងរបស់ពួកគេបានចាប់ផ្ដើមពួកគេបានវិចខ្ចប់របស់ចាំបាច់មួយចំនួនអាហារឧបករណ៍និងខ្នើយដែលលូណាចូលចិត្តជាងគេអ្នកភូមិបានក្រវីដៃជូនពរនៅពេលដែលអ្នកទាំងពីរបានចេញដំណើរទៅកាន់ទីអាថ៌កំបាំងដ៏ត្រជាក់ព្រៃឈើមានសភាពស្ងប់ស្ងាត់ហើយព្រិលក៏ទន់ល្មើយភីកូបានបន្លឺសំឡេងភ្លេងហឹមខណៈដែលលូណាសម្លឹងមើលផ្កាព្រិលដែលកំពុងធ្លាក់ពួកគេបានជង្គៀងភ្លើងតូចមួយភីកូបាននិយាយរឿងកំប្លែងខណៈដែលលូណារួញខ្លួននៅក្បែរអណ្ដាតភ្លើងរំពាក់នោះព្រិលបានបាច់ធ្លាក់ចុះពីលើភ្នំយ៉ាងសន្ធោសន្ធោពួកគេស្ទើរតែរត់គេចមិនរួចផ្លូវរបស់ពួកគេត្រូវបានកប់បាត់ពួកគេបានវង្វេងផ្លូវប៉ុន្តែមិនមានអារម្មណ៍ភ័យខ្លាចទេពួកគេមានគ្នាជាកម្លាំងចិត្តក្តាររអិលបានបែកប្រេះដោយសារការធ្លាក់ចុះលូណាមើលទៅមានការព្រួយបារម្ភប៉ុន្តែភីកូញញឹមហើយចាប់ផ្ដើមជួសជុលវាពួកគេបានរកឃើញស្ពានតកោដ៏ភ្លឺចែងចាំងមួយលូណាស្តាក់ស្ទើរប៉ុន្តែភីកូបានលូកដៃទៅចាប់កាន់ដៃនាងនៅក្នុងរូងតកោពួកគេបានរកឃើញសត្វតកោវិមធុនជាច្រើនដែលនៅស្ងៀមទ្រឹងនិងមានសភាពស្រស់ស្អាតពួកគេបានដេកនៅក្រោមមេឃដ៏ស្រឡះបំផុតដែលមានផ្កាយរះភ្លឺជាចាំងដូចជាក្តីសុបិនដែលកំពុងរងចាំคล้ายជាការពិតទីបំផុតភ្នំក៏នៅជិតបង្កើយពួកគេបានឡានតាមផ្លូវដ៏ចោតដោយមានភីកូជួយរុញលូណាថ្នមនៅទីបន្តបន្ទាប់ពួកគេបានទៅដល់កំពូលភ្នំពិភពលោកទាំងមូលមានតែភាពស្ងប់ស្ងាត់ពណ៌សនិងពន្លឺព្រះអាទិត្យរះពណ៌មាសបានស្វាគមន៍ពួកគេបានចែកគ្នាញ៉ាំកាហ្វេក្តៅៗមួយដបដែលលូណាបានខ្ចប់យកមកសេចក្តីសុខដ៏សាមញ្ញមានរសជាតិឆ្ងាញ់ជាងមុនបន្ទាប់ពីការខិតខំប្រឹងប្រែងពួកគេបានសាងសង់មនុស្សយន្តព្រិលមួយជាមួយគ្នាដែលមានរាងពាក់កណ្ដាលឆ្មាពាក់កណ្ដាលមនុស្សយន្តពួកគេបានសោយរហូតដល់ជោគធ្គាមពួកគេបានជិះក្តាររអិលចុះពីលើភ្នំជាមួយគ្នាខ្យល់មកបោកប៉ះរោមនឹងគ្រឿងម៉ាស៊ីនរបស់ពួកគេនិងភាពសប្បាយរីករាយកើតមានគ្រប់វិនាទីពេលត្រឡប់មកដល់ភូមិវិញពួកគេមិនចាំបាច់និយាយអ្វីមួយម៉ាត់ផ្កាយភ្នែករបស់ពួកគេបានបញ្ចេញពន្លឺនៃការចងចាំដែលពួកគេមានរួមគ្នាចប់សូមអរគុណសម្រាប់ការទស្សនារឿងរបស់